ហ៊ុនសែនគាត់ប្រកាសឲ្យចាប់នាងនឹងដាក់គុកណាឲ្យចាប់នាងនឹងដាក់គុកអរគុណប្រសាទមេបនឲ្យចាប់នាងនឹងដាក់គុកដោយសារដីប្រមាណនេះដូច50ហិកតាដោយសារដីហ្នឹងខ្សែខាងហ៊ុនសែននោះវាខ្លាំងជាងហ៊ុនសែនគាត់ប្រាប់ឲ្យគេចាប់នាងនឹងដាក់គុកនាងនឹងមិនអាចពឹងគង់គីមបានក៏ទៅពឹងជាសភារាកាលហ្នឹងជាសភារាទទួលបន្ទុកខាងនគររូបខាងផែនដីហ្នឹងដល់នាងហ្នឹងណានាងហ្នឹងណានាងហ្នឹងក៏ទៅពឹងជាសភារាឲ្យរដ្ឋការជាសភារាហ្នឹងរដ្ឋការឲ្យនាងហ្នឹងមិនដឹងគេអស់ប្រមាណអីប្រមាណទេណាក៏រដ្ឋការឲ្យទៅក៏លោកហ៊ុនសែនអត់ទៀមទេឲ្យចាប់នាងហ្នឹងទេនាងហ្នឹងក៏ធ្លាក់កោតពេលយើងអារុនតែឯងជាសភារានេះធ្លាក់កោតបន្តិចទៅឃើញនាងហ្នឹងព្យាយាមចូលពិធីប៉ុន្តែមុខនោះឡើងខ្មៅរិស័យវាដាក់បន្តិចណារិស័យវាដាក់បន្តិចមុខឡើងខ្មៅទៅប៉ុន្តែនាងហ្នឹងខ្លាំងដល់មកអាឆែបមកក្តិសនេះនាងហ្នឹងក៏ទាញអាឆែបមកក្តិសទៅលងវែករហូតមកដល់ឥឡូវហ្នឹងគេធ្វើចឹងទៅហើយអាដីលងវែកហ្នឹងក៏គេចេះតែពង្រីកទៅប៉ុន្តែដំណើរការអត់ចាញ់ទេតែរឿងអត់ចាញ់ហ្នឹងអត់សំខាន់ទេរឿងសំខាន់ជាងគេរឿងកាយអាកន្លែងណាក៏ដោយឲ្យតែថៃវាយប្លង់មកថាសង្ស័យគេកាយហើយខ្មែរយើងរកស៊ីតាមថៃតាអញ្ចឹងនាងហ្នឹងថៃឲ្យប្លង់មកខ្ញុំប្រាប់ណាសំបីតាផ្សារបឹងឈូកបាត់ដំបងណាសំបីតាផ្សារបឹងឈូកបាត់ដំបងសឹងតែគេវាយចោលផ្សារបឹងឈូកហ្នឹងសឹងតែគេវាយចោលផ្សារបឹងឈូកប៉ុន្តែរលេះវាយមិនបានអញ្ចឹងហើយឲ្យតែខ្ញុំលឺសូរតាផ្សារបឹងឈូកឆេះហ្នឹងខ្ញុំចេះតែឃើញព្រួយខ្ញុំថាចុយមកអញសង្ស័យតែគេដុតអាផ្សារហ្នឹងឲ្យវាខូចខាតទៅនឹងអាវគេសង្សារថ្មីហើយបើសង្សារថ្មីគេបានពេលគេជីកអានោះពីព្រោះសៀមវាប្រាប់ថាបឹងឈូកហ្នឹងមានកំណត់ទូកមាសមួយគូមិនដឹងពិតទេណាសៀមវាថាទូកមាសមួយគូនៅបឹងឈូកហ្នឹងហើយខ្ញុំស្គាល់អាបឹងឈូកហ្នឹងតាំងពីមុនគេកប់ដីឆ្នាំ74គេកប់ដីបឹងឈូកហ្នឹងអាផ្សារបឹងឈូកហ្នឹងអាសំណង់ពីដើមតែសម័យហេងសំរិនចូលមកបងប្អូនឃើញសំណង់បេតុងអត់មានអញ្ចឹងមានអីណាអត់មានដបូលណាអាសំណង់តសចង្រឹងហ្នឹងគឺសង់ឡើងនៅឆ្នាំ74ខ្ញុំស្គាល់អាបឹងឈូកហ្នឹងវាព្រៃអាចរបស់ខ្ញុំណាលេងភ្លេងសៀមហើយឲ្យស្រីរំនឹងដើម្បីចុះរៀងរកកំណត់ដោយសារសៀមតែប្រាប់ថាតាំងពី1594មកវាវាយធ្លាយប្រទេសលងវែកវាយកទៅសពវាបានមួយចំនួនក៏ប៉ុន្តែនៅមួយចំនួនទៀតដែលវារកអត់ឃើញណាអូខេខ្ញុំមិនដឹងថានៅស្ទឹងណាចង្អាយប្រហែលនេះប៉ុន្តែអាហ្នឹងតាក់ទងនឹងលងវែកខ្ញុំអត់ស្គាល់អាទីតាំងហ្នឹងទេប៉ុន្តែអាស្ទឹងហ្នឹងអាហ្នឹងមិនមែនទលេទេអាហ្នឹងស្ទឹងណាបាទមានវីដេអូមួយទៀតតែខ្ញុំមិនទាន់រកឃើញគឺនាងហ្នឹងនៅក្នុងពិធីមួយហ្នឹងគេចុះទៅក្នុងទឹកស្ទឹងហ្នឹងវាមិនមែនទឹកទលេទេវាជាទឹកស្ទឹងណាវាជាដៃស្ទឹងទេមិនដឹងជានៅខាងណាលងវែកទេប៉ុន្តែតាក់ទងរឿងលងវែកហ្នឹងអូខេសុខសេចលឿនណាហើយដល់ក្រោយមកនាងហ្នឹងប្រើប្រាស់ខ្សែរបស់ខ្លួនបានកើតអារាជនីលងវែកនេះបានវាកើតអារាជនីលងវែកហ្នឹងកើតអារាជនីលងវែកហ្នឹងណាហើយកើតអារាជនីលងវែកហ្នឹងដឹងមិនទេដីមួយដុំលងវែកហ្នឹងនាងហ្នឹងជីកស្រះនាងហ្នឹងធ្វើបោជនីយដ្ឋានគ្រឿងចាក់ដែលជីកហ្នឹងកាយកោះហ្នឹងក៏សិតតែតាក់ទងនឹងការរុករកដែរណាអូខេក៏តាក់ទងដែរតាក់ទងហ្នឹងអញ្ចឹងអាហ្នឹងគឺរាវរកទ្រព្យសម្បត្តិតែនៅស្រុកខ្មែរយើងគេហៅរាវកំណត់ណាបាទហើយសួរតែខុសច្បាប់ទេអត់ខុសទេស្រុកខ្មែរដីអាណាធ្វើអីក៏បានដែរពីដើមឡើយនាងហ្នឹងរស់ស៊ីតែជាមួយសៀមទេហើយអារាជនីលងវែកហ្នឹងគេធ្វើឡើងដើម្បីជារីសតដើម្បីជាសួនកំសាន្តផងគេកាយដីម្ដុំហ្នឹងផងរាជការតាំងពី93មកអត់ដែលកំណត់ទីតាំងលងវែកសម្រាប់ធ្វើបុរាណវិទ្យាទេណាអូខេយល់ទេហើយយើងប្រជាជនហ្នឹងថានាងហ្នឹងមនុស្សសប្បុរសណានាងហ្នឹងបរិច្ចាគលុយជួសជុលប្រាសាទមានកូនប្រាសាទមួយនៅក្នុងបរាយនាងហ្នឹងចាញ់លុយជួសជុលណាខ្ញុំចាំតែមានកូនប្រាសាទមួយមិនដឹងគេហៅប្រាសាទស្អីទេប្រាសាទតូចមួយនៅកណ្ដាលបរាយនាងហ្នឹងអ្នកចាញ់លុយនាងហ្នឹងដើរចាញ់លុយនាងហ្នឹងលាកសពាក់សម៉ែនាងហ្នឹងលាកសពាក់សហើយចុងក្រោយនាងហ្នឹងតំណែងតំណងជាមួយអាឆែបហ្នឹងដើម្បីអីទេដើម្បីយកអាឆែបហ្នឹងរកស៊ីតទៅទៀតណាដើម្បីយកអាឆែបហ្នឹងរកស៊ីតទៀតប៉ុន្តែក្រោយមកនាងហ្នឹងអន់អធិពលបន្តិចចុងក្រោយមក